សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថានៅថ្ងៃប្រហ័សទី27ខែសីហាឆ្នាំ2026នេះវេលាម៉ោង 10:00 នាទីព្រឹកក្រុមអ្នកសម្របសម្រួល CLG នៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា ASEAN Observer Team Cambodia ដែលហៅកាត់ថា AOTKH ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន AOTKH HOM ពីសាធារណរដ្ឋហ្វីលីពីនចុះសង្កេតការផ្ទៀងផ្ទាត់រាយការណ៍អំពីស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័ររាយបន្លាលួសជីកប្រឡាយធ្វើលេនាឋាននិងធ្វើផ្លូវលើទឹកដីកម្ពុជានិងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃនៅច្រកអូស្មាច់ក្នុងតំបន់អូខ្លាឃ្មុំដែលស្ថិតនៅក្នុងភូមិអូខ្លាឃ្មុំសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យដែលបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន366នាក់ស្មើនឹង98គ្រួសារដែលមានស្ត្រី190នាក់នៅក្នុងនោះមានកុមារចំនួន101នាក់មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាននៅឡើយការចុះសង្កេតការផ្ទៀងផ្ទាត់និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានគូបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្ដើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃឲ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយមានចែងនៅក្នុងចំណុចទី4នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានវិញបានដោយមិនមានការរារាំងព្រមទាំងដោយសុវត្ថិភាពនិងកិត្តិយសកម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់នៅក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែ UT Possibility Juris គោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមពិធីសារកំណត់ព្រំដែនផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិនសៀមកំណត់ហេតុកិច្ចប្រជុំនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិនសៀម MOU ឆ្នាំ2000 TOR ឆ្នាំ2003ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកក្នុងន័យនេះកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនិងការកាន់កាប់ភ្ជាប់ទឹកដីដោយខុសច្បាប់តាមរយៈការបង្កើតអង្គហេតុសម្រាប់លើទីតាំងជាក់ស្ដែង Fait accompli នោះឡើយនិងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃនៅរាល់សកម្មភាពជាឯកតោភាគីសកម្មភាពរំលោភបំពានណាមួយរបស់ភាគីថៃមកលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា